ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរពីអ្នកម៉ែបានដាក់ដាំកូនក្រូចឥឡូវម៉ែហៅជួយសែងដីទៅដាក់នៅដាំគល់ក្រូចនៅក្រោយផ្ទះហ៎បងប្អូនដោយសារអត់សូវមានដីល្អតែក៏ម៉ែក៏ជីកអាដីគល់ស្វាយណាឯងយកទៅដាក់អ៊ីក្រោយហើយនេះគឺជាកូនក្រូចដែលខ្ញុំទិញម្សិលមិញចំនួន2ដើមប៉ុន្តែប្តីខ្ញុំនិងម៉ែខ្ញុំដាំអស់មួយដើមហើយបងប្អូនហើយប្តីខ្ញុំនិងម៉ែខ្ញុំដាំនេះជាប្រភេទក្រូចសើចហើយមួយដើមដែលយើងលើកដៃយកមកដាំក្រោយនេះគឺជាប្រភេទក្រូចឆ្មានេះជាអន្លង់ដែលដាំក្រូចហើយនេះក្រូចដែលទិញបងប្អូនទាំងអស់គ្នាឥឡូវម៉ែប្រើឲ្យកាប់ដីជ្រួយដាក់ជីយើងអត់មានអីច្រើនទេមានតែដីធម្មតាហើយនឹងអាចគោស្រែយើងណែយើងដាក់ច្បល់វាចូលគ្នាទៅហើយក៏យើងដាក់កប់គល់ក្រូចទៅមើលអាពីរនាក់នោះរត់ទៅមួយទឹកអាងទៀតហើយអាពីរនាក់នោះឯងទៅមួយទឹកអាងមកវិញលលឹះដាក់គេដាក់ឯងហើយវានឹមគ្នាទៅហែទឹកលេងដោយសារអាកាសធាតុក្តៅពេកអានេះទៅម៉ោង7ទេណាបងប្អូនទាំងគ្នាមេឃចែងនិយាយថាក្តៅនោះក្តៅនេះចាប់ផ្ដើមកាប់វីហើយអាកាសធាតុថ្ងៃនេះក្តៅអត់មានខ្យល់ទេក្តៅនឹងហប់ឈឹងម្សិលមិញមេឃសតុំរស់ភ្លេងប៉ុន្តែអត់ភ្លេងទេគ្រាន់តែសតុំបាត់អានេះជាទស្សនវិជ្ជាម៉ែខ្ញុំគិតហែកដាក់ដាំនិយាយថារឿងថតវីដេអូវិញថតពេលណាក៏គិតរស់រឿងដែរគិតមិនឲ្យថតទេក៏ថាថតធ្វើអីខ្មាស់គេដល់ពេលថ្ងៃនេះខ្ញុំថតទៅគិតអត់រស់រឿងទេដូចអារម្មណ៍គិតល្អចឹងគិតឲ្យថតណាហើយនេះជាប្រភេទដែលគេបន្ទោសគ្រឿបទេមិនមែនដើមក្រូចផ្សាំទេណាបងប្អូនគេបន្ទោសគ្រឿបម៉ែគាត់ថាទិញអាគេបន្ទោសគ្រឿបនេះគាត់ថាដាំទៅពេលវាផ្លែបានយូរបើទិញអាគេផ្សាំវាផ្លែលឿនប៉ុន្តែដើមវាងើបលឿនដែរវាអត់បានយូរឆ្នាំណាហើយនេះម៉ែខ្ញុំគេដាំគិតដាំបងប្អូនគិតដាំគិតនិយាយថាឲ្យផ្លែឲ្យច្រើនចាស់ឲ្យល្អចាស់កុំឲ្យងើបណាពីដើមគិតនិយាយចាស់ពីដើមគិតដាំផ្លែឈើអីគិតនិយាយផ្ដាំដើមឈើហើយឲ្យផ្លែឲ្យអីហើយនេះគិតបានប្រើខ្ញុំមករឹសសរសៃនេះជាសរសៃចាស់ដែលគិតចាគល់ក្រូចពីមុននោះឥឡូវក្រូចគិតធំហើយគិតក៏ដកសរសៃដាក់មកខាងឥឡូវគាត់ថាឲ្យមកយកសរសៃនេះមកមានស្រាប់ចឹងក៏ដើរប្រម៉ូឲ្យគាត់យកទៅចាគល់ក្រូចនេះប្រម៉ូសរសៃបានមកកំពេចតែឥឡូវយើងកំពេចទៅហើយប្រម៉ូសរសៃមកទើសឥឡូវគល់ក្រូចនៅក្រូចទើសនេះក្រូចរបស់យើងបងប្អូនដាំហើយម៉ែចាក់ទឹកហើយនៅឡើយតែយើងចាគល់ក្រូចវាកុំឲ្យមានគោជឿនមិនកកាយចឹងណាបើដាំអត់ដាក់សរសៃដាក់អីបាំងទេនិយាយថាខ្ទេចអស់ហើយមិននឹងគោជឿនឆ្កែទៅអីទៅគាត់ថាឲ្យដាក់សរសៃអញ្ចេះទៅពេលក្រូចវារៀងធំបន្តិចយើងដកសរសៃនេះឯងចេញមកពីអ្នកម៉ែធ្វើឲ្យបងប្អូននៅទើធ្វើការងារកប៉ិកប៉ុកម៉ែនិយាយថាគាត់ក្រោកម៉ោងគាត់ក្រោកតាំងម៉ោង4គាត់ចាក់ទឹកតំណាំចាក់អីចឹងទៅបោចស្មៅបោចអីធ្វើមិនចេះហត់ទេមួយថ្ងៃវល់វែកពេញផ្ទះណឯងបើងណាដេកក្រោកចឹងគាត់ថាយើងដេកចន្ទិតក្តិតដាក់ថ្ងៃមិនងើបមិនអីទេតាមពិតគិតដាស់នឹងតាំងម៉ោង6ឥឡូវដាស់ហើយដល់ម៉ោង6ដាស់ហើយរត់រឿងហើយឲ្យក្រោកនេះហើយម៉ែគាត់និយាយពីរឿងពីមុនអីគាត់ពិបាកមិនមកគាត់និយាយទៅរឿងពីដើមហ្នឹងចាស់ពីដើមមកព្រោះគ្នាភាសាគ្នារឿងអីទៅអីទេនោះចង្អុលលិចចង្អុលកើតនឹងស្ដីទៅអីទេអានេះខ្ញុំចាកូនក្រូចនេះទៅសៃទូចម៉ែគាត់កាប់ហើយស្រេចទេបើសិនជាយើងកាប់ទៅសៃទៀតវាប្រើរយៈពេលយូរមែនតែន
តែម៉ែគាត់មានតែសៃស្រាប់ចេះស្រូដែរអត់បាក់កាប់ទេដល់ពេលយើងចាធំទៅក៏យើងដកដាក់ទៅចាកន្លែងផ្សេងទៅហើយនេះក្រូចរបស់ខ្ញុំបានហុំសរសៃហុំអីហើយហុំចិត្តឈឹងតែម្ដងហើយនោះម្ដើមទៀតនោះប្តីខ្ញុំនិងម៉ែគាត់ដាំអានេះក្រូចសើចហេជម្រាបលាបងប្អូនទាំងអស់គ្នា